លុយលើមេឃធ្លាក់មកហើយបងប្អូនយេបាទបងប្អូននេះគឺជាលុយដែលខ្ញុំរកបាននៅខែ3បាទធម្មតា Facebook លុយដែលយើងរកបាននៅខែ3គេទូទាត់ឲ្យយើងនៅចុងខែ4ហើយលុយដែលយើងរកបាននៅខែ4គេនឹងទូទាត់ឲ្យយើងនៅចុងខែ5បាទហើយសម្រាប់ខែ3គឺទឹកប្រាក់ខ្ញុំទទួលបានប៉ុណ្្នឹងឯងបាទហើយវីដេអូនេះខ្ញុំចង់មកឆ្លើយជាមួយនឹងសំណួរបងប្អូនដែលគាត់សួរខ្ញុំថាខ្ញុំនឹងប្រើ VPN អត់ខ្ញុំនឹងប្រើ admin ខ្មែរមែនបាទហើយបងប្អូនយើងគាត់សួរខ្ញុំច្រើនដែរអញ្ចឹងខ្ញុំឆ្លើយនៅក្នុងវីដេអូនេះមកទៅបាទខ្ញុំអត់ប្រើ VPN ទេបាទហើយក៏អត់ប្រើ admin បរទេសដែរគឺ admin ខ្មែរបាទនិយាយរួមទៅគឺខ្មែរមកកាផ្លេទាំង adminទាំងកងធនាគារអីគឺថាខ្ញុំប្រើខ្មែរទាំងអស់បាទប៉ុន្តែខ្ញុំនិយាយនេះមិនមែនចង់ឲ្យបងប្អូនដែលគាត់កំពុងតែប្រើ VPN ឬមួយក៏គាត់ប្រើ admin បរទេសបាទគាត់ឲ្យគេកាន់ឲ្យឬមួយក៏គាត់ប្រើកងធនាគារបរទេសអីហ្នឹងគាត់មកប្រើ admin ខ្មែរកងខ្មែរដូចខ្ញុំទេអានេះខ្ញុំគ្រាន់តែឆ្លើយទៅតាមសំណួរដែលបងប្អូនគាត់សួរខ្ញុំទេបាទហើយខ្ញុំក៏អត់ទាន់មានបទពិសោធន៍ដកលុយពី Facebook បានចាយរាប់ខែរាប់ឆ្នាំដែរជាក់ស្ដែងខ្ញុំទើបតែទទួលបានលទ្ធផល3ខែនេះទេដែលខ្ញុំដកបានចាយពិតអញ្ចឹងគឺថាបទពិសោធន៍យើងគឺថាតិចមែនតើបាទចាយទើបតែ3ដងទេហើយយើងក៏អាចដឹងបានដែរថាទៅថ្ងៃមុខវានឹងមានបញ្ហាដាច់ប្រទេសឬមួយក៏វាមានបញ្ហាអីជាក់ស្ដែងដែលយើងអត់ដឹងបាទធម្មតា Facebook វាអាប់ដេតរហូតអញ្ចឹងថ្ងៃហ្នឹងយើងបានចាយមិនប្រកាសថាខែក្រោយយើងបានចាយទេនិយាយយើងរៀងប្រហោងពួរដែរដោយសារខែក្រោយវាក្រែលផងហើយហ្នឹងហើយវីដេអូដូចមានតែប៉ុណ្្នឹងឯងបងប្អូនបាទលុយធ្លាក់ពី Facebook ប្រមូលលុយនឹងមកសរុបជាមួយនឹងលុយដែលយើងសល់ខ្លះយកទៅទិញគ្រឿងម៉ូតូយកមកលក់ទៀតបាទនិយាយទៅអាលុយ Facebook ខ្ញុំបាន3ខែនេះអត់ឃើញលុយទេដោយសារតែនេះនៅលើពូអាក្រោយខ្ញុំហ្នឹងប្រឡំកៅមួយអាហ្នឹងញ៉ៃគ្មានឃើញលុយទេលុយមកឃើញបានតែមួយថ្ងៃពីរថ្ងៃហ្នឹងបាត់បាទអញ្ចឹងគេថាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនអានេះពេកបោះអាហៀប28ថ្ងៃគេថាវារកបានតែ40រៀល19សេនទេអញ្ចឹងបើសិនជាបងប្អូនមានពេករកលុយហើយក៏មិនប្រកាសថាបងប្អូនអាចរកលុយបានច្រើនដែរវាអាស្រ័យលើការខិតខំរបស់យើងហើយនឹងវីដេអូរបស់យើងគឺផ្ទុះឬមួយក៏អត់គេមកទៀតហើយមកលើកនេះគេថាច្រើនជាងលើកមុនក៏ប៉ុន្តែគោលការណ៍របស់គេក៏ខ្ពស់ជាងលើកមុនដែរគេឲ្យយើងរកឲ្យបាន350ក្នុងរយៈពេល13ថ្ងៃគេនឹងបន្ថែមឲ្យយើង$70ពីលើហើយគោលការណ៍ខ្ពស់មឹងរកមិនបានលោកព្រះអើយ